Nintendo ល្បីដែលរឿងដើរប្រឹងគេហើយប៉ុន្តែយើងជឿថា Nintendo ខ្លាចគេប្រឹងពេកក៏ផ្លាស់ប្ដូរតួអង្គមួយរបស់ខ្លួនចេញគឺជា Pokemon មួយដែលមានធាតុទឹកកកហើយនឹង Psychic ឥភាគរបស់វាគឺស្បែកពណ៌ស្វាយសក់លឿងហើយនឹងបបោមាត់ក្រាស់ប៉ុន្តែនេះមិនមែនជា design ដំបូងរបស់ Pokemon នេះទេចេញធ្លាប់មានស្បែកពណ៌ខ្មៅហើយនឹងបបោមាត់ផ្កាជូកក្រាស់ពេលចេញលើកដំបូងវាក៏ត្រូវបានកសែតនានារបស់អឺរ៉ុបរិះគន់ថារើសអើងពូជសាសន៍ហេតុអីដោយសារ design ហ្នឹងវាដូចតួអង្គមុខខ្មៅតួអង្គមុខខ្មៅគឺជនជាតិស្បែកសសម្ដែងជាជនជាតិស្បែកខ្មៅពួកគាត់គូមុខរបស់ពួកគាត់ឡើងខ្មៅទុកតែបបោមាត់ក្រាស់មួយតែប៉ុណ្ណោះហើយការតុបតែងក្នុងរបៀបហ្នឹងត្រូវបានចាត់ទុកថាការរើសអើងពូជសាសន៍យ៉ាងធ្ងន់បំផុតនៅអាមេរិកអាចបាញ់គ្នាសាររឿងហ្នឹងជាមូលហេតុ Game Freak ត្រូវផ្លាស់ប្ដូរ design របស់ចេញឲ្យដូចសពថ្ងៃនេះមានតួអង្គមួយទៀតដែលមានរឿងស្តៀងនឹងដែរនោះគឺ Oilman នៅក្នុង Game Mega Man Power Up ដំបូងតួអង្គនេះក៏មានពណ៌ខ្មៅហើយនឹងបបោមាត់ក្រាស់ដែរប៉ុន្តែយូរៗទៅត្រូវផ្លាស់ប្ដូរទៅជាពណ៌ខៀវវិញហើយនឹងបបោមាត់ពណ៌លឿងហើយក្នុងរយៈពេលធ្វើ Game Payday មាន Game Tester មួយចំនួនរបស់ Sony បាននិយាយថាតួអង្គ Change គឺជាការរើសអើងពូជសាសន៍មួយក្នុង Game ពីគាត់គឺជាជនជាតិស្បែកខ្មៅហើយ Change បកប្រែវិញគឺចង្វាក់វារំលឹកទៅដល់អតីតកាលជាប់ចង្វាក់របស់ជនជាតិស្បែកខ្មៅធីមធ្វើ Game សាក់ដូរឈ្មោះតួអង្គហ្នឹងទៅជា Change ហើយនឹង Changes ស្ដាប់វានៅដដែលតែបដូររបៀបសរសេរគឺបានទេគ្រាន់តែចង់ក្រោយឈ្មោះ Change រួមមកកញ្ចក់ហ្នឹងត្រូវបានរក្សាទុកដោយសារតែម៉ាគាត់ដាក់ឈ្មោះអញ្ចឹងសោះញ៉ៃញ៉ៃហ្មងគ្មានបណ្ណាគេទៅរករឿងដាក់ឈ្មោះអញ្ចឹងទេ